ពុកម៉ែបងប្អូនពុកម៉ែបងប្អូនឃើញទេផ្ទះខាងក្រោយខ្នងច្បាប់នេះផ្ទះធំដីធំទីតាំងល្អនៅលើផ្លូវរដ្ឋនៅជុំវិញតំបន់នេះមានផ្ទះវិឡាហោហែពុកម៉ែបងប្អូនប្រហែលជាឆ្ងល់ហើយមើលទៅតើផ្ទះខាងក្រោយខ្ញុំបាននេះតម្លៃប៉ុន្មានបងប្អូនគិតថា1,000,000ជាង1,20,000,000 1,10,000,000មិនមែនទេបងប្អូនតម្លៃមកបច្ចុប្បន្ននេះលោកមិនទាន់ខ្លាំងតម្លៃត្រឹមតែ85,000,000ចោះចាតែប៉ុណ្ណោះបូកជាមួយសម្ភារៈឈើខាងក្នុងមួយសេតតែម្ដងបងប្អូននៅខាងមុខផ្ទះនេះមានសភាពធំទូលាយតបឡានបានទូលាយមែនទែនទ្វាររបស់យើងធ្វើអំពីដីស្មឹកឥឡូវខ្ញុំណែនាំបងប្អូនទៅមើលខាងក្នុងផ្ទះតែម្ដងពុកម៉ែបងប្អូនពេលដែលពុកម៉ែបងប្អូនចូលមកហើយឃើញសភាពផ្ទះគឺមានសភាពទាន់សម័យខ្លាំងមែនទែនទីធ្លាមុខផ្ទះធំទូលាយបងប្អូនចង់ធ្វើកម្មវិធីផ្សេងមានកន្លែងចំណតឡានរហូតដល់25 ម៉ែត្រតែម្ដងឥឡូវខ្ញុំនាំបងប្អូនទៅមើលដីខាងក្រោយសិនបន្ទាប់មកចាំខ្ញុំណែនាំបងប្អូនទៅមើលទីតាំងក្នុងផ្ទះតែម្ដងពុកម៉ែបងប្អូនចំហៀងផ្ទះរបស់យើងផ្លូវដល់ទៅខាងក្រោយវាសតចំហៀងរហូតដល់3 ម៉ែត្របងអាចធ្វើសម្រាប់ចំណែកនៅចំហៀងផ្ទះនេះពុកម៉ែបងប្អូនយើងមានបន្ទប់ទឹកមួយនិងបន្ទប់ដាក់ស្នាក់នៅជាមួយមួយសម្រាប់ឲ្យបងប្អូនដែលមានទៅកង់ឡានតខ្លួនឲ្យគាត់ស្នាក់នៅក្នុងផ្ទះនេះបានជារួមគ្នាតែម្ដងខាងក្រោយបងប្អូនយើងមានកញ្ចុះមួយយើងមានអាងទឹកយើងមានដេសខាងក្រោយយើងមានដាំដំណាំផ្សេងមានដូងមានដំណាំផ្លែឈើផ្សេងបាទពុកម៉ែបងប្អូនឥឡូវនេះទៅមើលទស្សនភាពនៅក្នុងផ្ទះជាមួយខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូននៅក្នុងផ្ទះនេះមានដេកគ្រឿងសង្ហារឹមឈើប្រណិតរួចជាសាច់ជូនពុកម៉ែបងប្អូនទិញមកភ្លាមបានជាមួយនឹងសាឡុងដេងមួយឈុតដែលមានតម្លៃជិត$20,000ជូនបងប្អូនមួយឈុតសម្រាប់ខាងទូតាំងនេះក៏ផ្ដល់ជូនបងប្អូនយកជាសាច់តែម្ដងនៅខាងក្រោយបងប្អូនយើងមានតុបាយយើងមានវិការឌីកផ្ទះបាយយ៉ាងស្រស់ស្អាតទៀតពេលដែលបងប្អូនទិញហើយមិនបាច់ចាំធ្វើការឌីកខ្លួនឯងបន្ថែមទេតែវិឡានេះគឺគាត់ធ្វើសម្រាប់រស់នៅខ្លួនឯងប៉ុន្តែគាត់ត្រូវការផលិតផលគឺគាត់បានលក់នៅតម្លៃដែលធូរថ្លៃបំផុតឥឡូវពុកម៉ែបងប្អូនអាចអញ្ជើញមើលបានខាងក្រោយនេះគឺមានអាងទឹកយើងមានទ្វារចេញចូលតែម្ដងអញ្ចឹងពុកម៉ែបងប្អូនយើងចូលពីចំហៀងក៏បានយើងចេញពីក្នុងផ្ទះយើងចូលទៅអាងទឹកខាងក្រោយផ្ទះឥឡូវពុកម៉ែបងប្អូនតំបន់ផ្ទះបាយយើងនេះយើងមានផ្ទះបាយចំនួន2ចំពោះផ្ទះបាយយើងមានប្រភេទផ្ទះបាយស្ងួតហើយនិងប្រភេទផ្ទះបាយសើមងាយស្រួលពុកម៉ែបងប្អូនក្នុងការចម្អិនអាហារឥឡូវនេះខ្ញុំនាំពុកម៉ែបងប្អូនឡើងទៅមើលជាន់ទី1និងជាន់ទី2ទាំងអស់គ្នាសម្រាប់តែវិឡាធំនេះផងដែរយើងមានរហូតដល់ប្លង់សេ4សន្លឹកជាមួយនឹងបាតក្រោមដំបូលលើក៏យើងធ្វើជាប្លង់សេដែរអស់បងប្អូនទៅមើលបន្ទប់គេងទាំងអស់គ្នានៅក្នុងជាន់ទី1មើលបងប្អូនឥឡូវនេះបានមកដល់ជាន់ទី1ហើយសម្រាប់ជាន់នេះយើងមាន3បន្ទប់គេងបងប្អូនបន្ទប់ខាងមុខនេះគឺជាបន្ទប់មេគ្រួសារសម្រាប់បន្ទប់មេគ្រួសារនេះគឺមានសភាពធំទូលាយខ្លាំងយើងមានគ្រែប្រភេទឈើល្អសម្រាប់បន្ទប់មេគ្រួសារនេះយើងមានវេរណ្ដាផ្ទាល់ខ្លួនតែម្ដងដែលមានសភាពស្រស់ស្រាយពេលពុកម៉ែបងប្អូនធ្វើការពីហប់នឿយអាចអង្គុយទស្សនាវេរណ្ដាខាងមុខនេះបានពុកម៉ែបងប្អូនទៅមើលបន្តទៀតមើលជាន់ខាងលើតើមានអ្វីប្លែកសម្រាប់បងប្អូនដែលមានសមាជិកច្រើនគឺទិញតែវិឡានេះមួយគឺមិនខកបំណងទេបន្ទប់យើងមានលក្ខណៈថាផាសុកភាពក៏បន្ទប់ច្រើនបន្ទប់ដាក់ស្នាក់នៅជាមួយក៏មានបន្ទប់សមាជិកគ្រួសារក៏មានគឺមានសភាពធំទូលាយ
นี่คือชีวิตตุกสมาชิกครูซ่าមួយទៀតដែលគាត់មានវេរដាមួយនៅជិតតំបន់60ម៉ែត្របងប្អូនឃើញនៅខាងនោះគឺជាផ្លូវ60ម៉ែត្រនិងផ្សារទំនើបយ៉ត3តំបន់នេះគឺគៀកជាមួយនឹងតំបន់ដែលមានសក្តានុពលខ្លាំងមែនទែនគៀកជាមួយប្រលានហោះថ្មីផងដែរបងប្អូនឥឡូវនេះខ្ញុំណែនាំពុកម៉ែបងប្អូនទៅមើលបន្ទប់មួយទៀតគឺបន្ទប់សមាជិកគ្រួសារនៅខាងក្រោយតែម្ដងពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ទៅលើផ្ទះ20ដុល្លារនេះពុកម៉ែបងប្អូនអាចអញ្ជើញមកមើលផ្ទាល់បានទីតាំងនៅតំបន់ព្រែកហូរតែម្ដង